អ្នកប្រហែលជាគិតថា Redis គឺជា database ដែលមានល្បឿនលឿនមែនទេបើសិនជាយើងគិតបែបនេះមែនវាគឺជាការយល់ច្រឡំដ៏ធំមួយហើយមួយទៀតយើងនឹងប្រើ Redis ខុសកន្លែង Redis វាគឺល្អសម្រាប់ caching rating limit និង leaderboard ប៉ុន្តែមូលហេតុមិនមែនព្រោះវាលឿននោះទេតោះយើងមកស្វែងយល់ទាំងអស់គ្នាយើងជា developer អាចនឹងច្រឡំថា database យឺតអញ្ចឹងដូរទៅប្រើ Redis វិញព្រោះវាលឿនជាងប៉ុន្តែបើយើងយក Redis មកជំនួស database ត្រង់បែបហ្នឹងយើងនឹងជួបបញ្ហាភ្លាមៗដោយគ្មាន SQL ដែលគ្មានជាន់ហើយ data ក៏អាចបាត់បង់ដែរដូច្នោះហើយទើបយើងត្រូវតែដឹងថាតើ Redis គឺជាអ្វីឲ្យពិតប្រាកដ Redis វាគឺជា data structure server មួយដែលរក្សាទុក data នៅក្នុង RAM វាមិនមែនជា table ដូចនៅក្នុង database ទេវាផ្ដល់ឲ្យយើងនៅ data structure ដែលយើងស្គាល់ស្រាប់ដូចជា string hash list និង sorted set ជាដើមដោយសារ data នៅក្នុង memory ជាការ access ដែលមានល្បឿនលឿននៅក្នុងកម្រិត microsecond ឯណោះអញ្ចឹងសំណួរដែលត្រឹមត្រូវនោះគឺមិនមែនសួរថាតើ Redis លឿនទេប៉ុន្តែអ្វីដែលត្រឹមត្រូវគឺត្រូវសួរថាតើ data របស់ខ្ញុំសមនឹង structure មួយណារបស់ Redis ករណីទី1នោះគេហៅថា caching pattern ដែលពេញនិយមបំផុតនោះគេហៅឈ្មោះថា cache aside ដំណើរការរបស់វាមាន4ជំហានទី1 app វាទៅសួរទិន្នន័យនៅក្នុង Redis មុនបើវារកទិន្នន័យនៅក្នុង Redis មិនឃើញទេអាហ្នឹងគេហៅថា cache miss អញ្ចឹងបានវាទៅទាញយកទិន្នន័យពី database ពិតប្រាកដបន្ទាប់មកទៀត database នឹង return data and then វានឹង write ចូល Redis អញ្ចឹងទិន្នន័យគឺវាចេញពី Redis គឺជាទិន្នន័យដែលវាមានល្បឿនលឿនចំណែក database នៅតែជាម្ចាស់ data ដដែលហើយ Redis វាគ្រាន់តែជា copy នៃ data ពី Redis នោះទេតោះឥឡូវយើងមកមើល function get user ទាំងអស់គ្នាដោយចាប់ផ្ដើមចេញពី r.get ដើម្បីរកនៅក្នុង cache ជាមុនសិនបើមានវា return ភ្លាមៗនេះគេហៅថា cache hit លឿនបំផុតបើអត់វានឹងហៅ db.fetch_user ដែលជា query មួយចេញពី database ដែលផ្ទាល់វារៀងយឺតបន្តិចបន្ទាប់មក r.set ដើម្បីរក្សាទុកចូលទៅក្នុង Redis ហើយ return ទៅ user វិញកន្លែងនេះមើលទៅដូចជាត្រឹមត្រូវហើយមែនទេប៉ុន្តែអ្នកនរគ្នាខ្ញុំចង់ប្រាប់ថាកូដនេះវាមានកំហុសមួយដែលយើងសឹងតែមិនចាប់អារម្មណ៍កំហុសនោះគឺ key ដែលយើង set គ្មានថ្ងៃផុតកំណត់ទេឥឡូវនេះគឺជាកូដថ្មីដែលមាន argument មួយដោយការផ្លាស់ប្ដូរអ្វីៗទាំងអស់ r.set ក្លាយទៅជា r.setx ជាមួយនឹងលេខ300មានន័យថា key នេះនឹងលុបដោយខ្លួនឯងក្នុងរយៈពេល5នាទីកន្លែងនេះគេហៅថា TTL ដែលពាក្យពេញរបស់វាគឺ time to live គ្រប់ខេត្តទាំងអស់ត្រូវតែមាន TTL ជានិច្ចហេតុអ្វីបាន TTL សំខាន់ម្ល៉េះអញ្ចឹងបើគ្មាន TTL ពេល data ក្នុង database ផ្លាស់ប្ដូរ Redis នៅតែ serve data ចាស់ដដែលរហូតទៅតែម្ដងអញ្ចឹង user គឺប្រកាសណាស់នឹងឃើញព័ត៌មានខុសបានន័យថាព័ត៌មានចាស់ពេលគាត់ update អីហ្នឹងគឺវាអត់មានព័ត៌មានថ្មីទេគឺអាចាស់ទាំងអស់ដែលចេញពី Redis ករណីទី2 rate limiting ឧបមាថា API របស់អ្នកអនុញ្ញាតត្រឹម100 request ក្នុង1នាទីក្នុងមួយ IP សួរថាធ្វើម៉េចទើបអាចចាប់ request ឲ្យលឿនហើយត្រឹមត្រូវទោះមាន server ច្រើនក៏ដោយ database ធម្មតាយឺតពេកហើយសម្រាប់ការងារនេះប៉ុន្តែសម្រាប់ Redis វិញនេះគឺជាការងារមួយដែលស្រួលបំផុតអ្នកទាំងអស់គ្នាមើលកូដខាងក្រោមនេះមាន6បន្ទាត់ r.incr បូកចំនួន request ក្នុង key rate IP ហើយ atomic មានន័យថាទោះ server ច្រើនហៅព្រមគ្នាក៏ដោយក៏រាប់មិនខុសដែរបន្ទាត់សំខាន់គឺ if count equal to 1ពេល request ដំបូងចូលមកយើងចាប់ផ្ដើម window 60នាទីដោយ r.expire ចុងក្រោយបើ count លើស limit reject ជាមួយនឹងលេខកូដ429ត្រង់ចំណុចនេះខ្ញុំមានកន្លែងឲ្យអ្នកនរគ្នាចំណាំមួយ incr និង expire វាគឺជាការ call ពីរផ្សេងគ្នាដោយវាមាន hcase តូចមួយត្រង់កន្លែងហ្នឹងខ្ញុំនឹងបញ្យល់អ្នកទាំងអស់គ្នាលម្អិតនៅក្នុងវីដេអូក្រោយទៀតតោះឥឡូវចូលករណីទី3គឺ leaderboard បើសិនជាអ្នកទាំងអស់គ្នាធ្លាប់សរសេរ query order by score DESC រាល់ពេល user បើកទំព័រ ranking យើងនឹងដឹងហើយថាវាធ្ងន់ប៉ុណ្ណាកន្លែងនេះបើ Redis វិញវាមាន structure មួយវាធ្វើកើតតែម្ដង sorted set ដែលរក្សាលំដាប់លំដោយ score ដែលស្វ័យប្រវត្តិគ្រប់ពេលវេលា set add បញ្ចូល player ជាមួយនឹង score របស់ពួកគេពេលបូរ៉ាឈ្នះបន្ទុកបន្ថែម z in cr by បូក150ចូលភ្លាមហើយ Redis រៀបលំដាប់ជូនស្រាប់ចង់បាន top 3មែនទេ z or ev rank ពីលេខ0ដល់លេខ2បានចម្លើយក្នុងរយៈពេល microsecond ទោះមាន player រាប់លានអ្នកក៏ដោយគ្មាន query គ្មាន index គ្មាន sort ដោយខ្លួនឯងនេះហើយជាអត្ថន័យនៃការជ្រើសរើស structure ឲ្យត្រូវនឹង data ករណីទី4 session និង data បណ្ដោះអាសន្ន
ពេល user login យើងរក្សា session ជាមួយនឹង setx និង TTL 1 ម៉ោងអស់ម៉ោង Redis លុបចោលដោយខ្លួនឯងមិនមានគ្រាន់ជាប់សម្អាតទេ data ណាដែលមានអាយុកាលខ្លីហើយបាត់ទៅគឺវាមិនមានបញ្ហាអ្វីទេត្រង់នេះគឺគេហៅថា Redis to home តោះឥឡូវដល់ផ្នែកសំខាន់បំផុតពេលណាដែលយើងមិនគួរប្រើ Redis ទី1កុំឲ្យ Redis ជាកន្លែងតែមួយគត់ដែលរក្សា data សំខាន់វារស់នៅក្នុង RAM ហើយ persistent របស់វាមិនរឹងមាំដូច database ទេទី2បើយើងត្រូវការ query ទិន្នន័យដែលមានលក្ខណៈស្មុគស្មាញឧទាហរណ៍ដូចជា join រវាង table ច្រើនចូលគ្នានោះវាជាការងាររបស់ SQL ទី3យើងសិក្សាមើលទៅថាបើសិនជា data វានឹងមានទំហំធំជាង RAM ទោះបីមានលទ្ធភាពបង់ក៏ដោយក៏មិនគួរបង់ដែរព្រោះវាមានតម្លៃថ្លៃខ្លាំងណាស់ទី4 ad hoc analytics ឬ report ប្រើ database ឬ warehouse ទៅព្រោះ Redis វាមិនមែនជាចម្លើយសម្រាប់ដោះស្រាយរាល់គ្រប់បញ្ហានោះទេដូច្នោះខ្ញុំមាន checklist មួយមុននឹងសម្រេចចិត្តទី1តើ data នេះជា data បណ្ដោះអាសន្នឬអាចបង្កើតឡើងវិញបានទី2តើវាស័ក្តិសមជាមួយនឹង structure data របស់ Redis ណាមួយដែរឬទេឧទាហរណ៍ដូចជា release set sorted set ជាដើមទី3បើ latency កម្រិត microsecond ពិតជាសំខាន់សម្រាប់ feature នេះយើងគួរតែប្រើទៅទី4បើសិនជា data បាត់ហើយវាអាចបង្កើតឡើងវិញបានដោយអត់មានបញ្ហាអ្វីទាំងអស់អត់ប៉ះពាល់ដល់ system អូខេយើងអាចប្រើវាបានតោះយើងសរុបឡើងវិញបន្តិចកុំសួរថាតើ Redis លឿនទេសំណួរដែលត្រឹមត្រូវសួរថាតើ data របស់ខ្ញុំមានរាងដូច structure មួយណារបស់ Redis right tool right shape ជាចុងក្រោយនេះគឺជា3ចំណុចដែលអ្នកទាំងអស់គ្នាត្រូវតែចងចាំទី1 Redis ជា data structure server មិនមែនជា database ដែលអ្នកត្រូវយកមកជំនួសនោះទេទី2 cache ត្រូវតែមាន TTL ជានិច្ចទី3កុំឲ្យវាជាកន្លែងរក្សាទិន្នន័យតែមួយគត់អរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាតាំងពីដើមរហូតដល់ចប់អរគុណអ្នកទាំងអស់គ្នាសូមជួបគ្នានៅវីដេអូក្រោយកុំភ្លេចជួយ Subscribe អ្នកមួយផងបាយបាយ